ទាំងនេះគឺជាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានបារាំងនិងលោកស៊ីហាសាដែលនៅក្នុងនោះមានអារម្មណ៍ថាលោកស៊ីហាសាបានត្រូវប៉ុន្មានដំបងរបស់អ្នកសារព័ត៌មានបារាំងសួស្តីនិងសូមស្វាគមន៍មកកាន់កម្មវិធីតេតតេតរបស់បារាំង24ញៀវកិត្តិយសរបស់យើងថ្ងៃនេះគឺរដ្ឋមន្ត្រីការបរទេសរបស់ថៃលោកស៊ីហាសាសូមអរគុណដែលលោកបានចូលរួមកម្មវិធីជាមួយយើងសូមអរគុណដែលបានអញ្ជើញខ្ញុំចូលរួមកម្មវិធីនេះខ្ញុំធ្លាប់ធ្វើការតំណាងឲ្យប្រទេសថៃប្រចាំនៅប្រទេសបារាំងដូច្នេះខ្ញុំរីករាយណាស់ដែលបានត្រឡប់មកបារាំងម្ដងទៀតបាទសូមកុំស៊ីអីនៅពេលធ្វើ podcast បាទយើងរីករាយណាស់ខ្ញុំចង់សួរអំពីស្ថានភាពរវាងប្រទេសថៃនិងកម្ពុជាទោះបីជាមានបាត់ឈប់បាញ់នៅចុងខែធ្នូកន្លងផុតទៅក៏ដោយក៏ស្ថានភាពនៅតាមព្រំដែននៅតែតានតឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានអះអាងថាថៃនៅតែបន្តកាន់កាប់ដែនដីកម្ពុជាទាំងនៅព្រំដែននិងក្នុងទឹកដីរបស់ប្រទេសកម្ពុជាតើលោកឆ្លើយយ៉ាងណាចំពោះការចោទប្រកាន់នេះញ៉ាំអូសុំទោសផងលោកពូម៉ាក់ប្រាប់ថាឲ្យញ៉ាំឲ្យបានច្រើនបន្តិចទៅឆាប់ធំជាដំបូងយើងបានឈានដល់កិច្ចព្រមព្រៀងចុះបាញ់រួចទៅហើយប៉ុន្តែវានៅមានភាពផុយស្រួយនៅឡើយយើងត្រូវបន្ថយភាពតានតឹងនិងកសាងទំនុកចិត្តប៉ុន្តែខាងថៃរបស់ខ្ញុំមិនបានកសាងទំនុកចិត្តទេចេះតែររឿងកម្ពុជារហូតចំពោះការអះអាងថាថៃកាន់កាប់ទឹកដីកម្ពុជាយើងបានព្រមព្រៀងថាកងទ័ពថៃនឹងនៅទីតាំងដដែលហើយបន្តចរចាព្រំដែននៅពេលក្រោយមុនពេលកើតចំនួនមានការចូលលុកលុយពីភាគីកម្ពុជាចូលដែនដីថៃផងដែរតែទាំងនេះគឺជាការកុហករបស់ខ្ញុំទេយើងត្រូវមើលលើការពិតនិងជៀសវាងការបង្កើតភាពតានតឹងនិងព័ត៌មានមិនប៉ាត់គឺខ្ញុំកំពុងតែកុហកលោកនេះឯងអូមិននឹកស្មានថាក្មេងតូចគឺមានក្បាលខូចដល់ម្លឹងសោះពូមិននឹកស្មានថាក្មេងតូចចេះកុហកនោះទេពូខំតែជឿឡើងស្លុងឥឡូវពូសុំសួរមួយសំណួរទៀតលោកហ៊ុនម៉ាណែតបាននិយាយថាទាហានថៃបានដាក់ទូកុងតឺន័រនិងខ្សែបន្លាលួសនៅតំបន់ដែលថៃធ្លាប់ទទួលស្គាល់ថាជាដែនដីកម្ពុជាតើក្មួយទទួលស្គាល់ថាទាហានថៃស្ថិតនៅលើដែនដីកម្ពុជាដែរឬទេសូមឆ្លើយជាមួយពូផងបាទលោកពូបើសម្រាប់ចិត្តក្មួយទទួលស្គាល់បាត់ទៅហើយពូមើលទៅទឹកមុខក្មួយក៏ដឹងដែរក៏ប៉ុន្តែប៉ារបស់អូនប្រាប់អូនថាមិនអោយនិយាយបែបនេះទេឥឡូវអូនសូមប្រាប់ពូថាអូនមិនយល់ស្របទេតំបន់ដែលអូនដាក់បន្លាលួសនិងកុងតឺន័រនោះគឺស្ថិតនៅក្នុងទឹកដីរបស់ថៃទេពូបញ្ហានេះមានប្រវត្តិតាំងពីសម័យចំនួនកម្ពុជាឬក៏សម័យប៉ុលពតប៉ាអូនប្រាប់ថានៅពេលដែលថៃទទួលជនភៀសខ្លួនប្រមាណ40,000 នាក់កាលពីសម័យប៉ុលពតបន្ទាប់ពីមានសន្តិភាពមកតំបន់ខ្លះមិនត្រូវបានដកថយចេញវិញទេដូច្នេះការអះអាងថាថៃរំលោភបំពានទឹកដីរបស់កម្ពុជាគឺមិនត្រឹមត្រូវទេពូហើយពាក្យនេះផងដែរគឺប៉ាអូនប្រាប់មកអញ្ចឹងបើអូននិយាយខុសប្រហែលអាចស៊ីដំបងរបស់ប៉ាអូនហើយអូក្មេងល្អក្មេងចេះស្ដាប់អង្គពូពិតជាស្រឡាញ់ក្មួយមែនក្មួយអញ្ចឹងពូសុំសួរមួយសំណួរទៀតនាយករដ្ឋមន្ត្រីថៃលោកអនុទីនបានបដិញ្ញាថាមិនដកថយមិនរុះរើមិនបើកព្រំដែនជាមួយនឹងកម្ពុជាហើយធ្លាប់សន្យាថានឹងសាងសង់ជញ្ជាំងព្រំដែនតើគម្រោងនេះនៅតែបន្តដែរឬទេក្មួយសូមក្មួយជួយប្រាប់ពូផងបាទលោកពូប៉ាអូនគាត់និយាយអញ្ចឹងមែនដោយសារប្រទេសថៃត្រូវការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងរួមទាំងយើងត្រូវសាងសង់ជញ្ជាំងឲ្យខ្ពស់តែកាលមុនប៉ាអូនប្រាប់ថាការសាងសង់ជញ្ជាំងបែបនេះគឺបានន័យថាផ្ដាច់ទំនាក់ទំនងជាមួយប្រទេសដទៃប្រសិនបើចាំបាច់គឺជាវិធានការរបស់ប៉ាអូនវាអាស្រ័យទៅលើអរិយាប័ត្ររបស់កម្ពុជាហើយចង់រស់នៅដោយសន្តិភាពក៏ប៉ុន្តែត្រូវសង់ជញ្ជាំងឲ្យខ្ពស់និងដាក់កុងតឺន័រលើដីកម្ពុជានិងដើម្បីធ្វើឲ្យមានភាពរីកចម្រើនជាមួយប្រទេសជិតខាងដោយសង់ជញ្ជាំងខ្ពស់អូប៉ារបស់អូនពិតជាពន្យល់អូនបានក្បោះក្បាយល្អណាស់អំពីការសង់ជញ្ជាំងឥឡូវពូចូលមួយសំណួរទៀតតើមួយកំពុងតាក់ទងជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាដែរឬទេតើរដ្ឋមន្ត្រីទាំងពីរកំពុងពិភាក្សាគ្នាដែរឬទេមួយជួយប្រាប់ពូផងបាទលោកពូក្មួយមិនដែលតាក់ទងទេអូប៉ាអូនប្រាប់ថាឲ្យកុហកពូត្រង់ចំណុចនេះគឺអូនបានតាក់ទងជាមួយគាត់តាមកម្មវិធី WhatsApp ដើម្បីជៀសវាងការយល់ច្រឡំហើយកំពុងស្ថិតនៅក្នុងដំណើរការបោះឆ្នោតនិងរដ្ឋាភិបាលថ្មីក្នុងពេលនេះយើងត្រូវពិភាក្សាគ្នាដោយមានភាពស្ងប់ស្ងាត់និងរ
សាភាពស្ងប់ស្ងាត់រៀងខ្លួនពូហើយលួចតាក់តងគ្នាតាម WhatsApp ខ្ញុំនិយាយលេងទេ អូអូខេក្មួយអូខេឥឡូវពូមានមួយសំណួរទៀតកម្ពុជាចោទថានាវាថៃបានចាប់អ្នកនេសាទកម្ពុជាចំនួន3នាក់ក្នុងដែនទឹកកម្ពុជាខណៈដែលថៃនិយាយថាជាដែនទឹករបស់ថៃតើរឿងនេះមានអ្វីកើតឡើងសូមក្មួយបកស្រាយឲ្យបានក្បោះក្បាយណាព្រោះតាំងពីដើមមកក្មួយដូចបកស្រាយមិនត្រូវសោះពូដូចលេងចង់សម្ភាសក្មួយហើយដោយសារតែអូនស្ដាប់បញ្ជាប៉ាពេក តែពូរឿងនេះកម្ពុជានិយាយភូតពូទេអូសុំតោពូមិនមែនកម្ពុជាភូតពូទេគឺខ្ញុំភូតកម្ពុជាប៉ាអូនប្រាប់ថាដីកន្លែងនោះគឺជាដែនទឹករបស់អូនបើកម្ពុជាលុកលុយចូលយើងត្រូវតែអនុវត្តវិធានការហើយមិនមែនជាប្រទេសឈ្លានពានគេទេក៏ប៉ុន្តែប៉ាអូនដើរចាប់គេលើទឹកដីរបស់គេរហូតយើងជឿជាក់លើការទូតនិងដើម្បីសន្តិភាពត្រូវសង់ជញ្ជាំងឲ្យខ្ពស់និងដើរចាប់ប្រជាជនគេប៉ាអូនប្រាប់មកអញ្ចឹង តោះឥឡូវចិត្តចាប់ម៉ោងឲ្យពូសួរមកសំណួរទៀតតើក្មួយបានទៅជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាហើយបង្ហាញបំណងឲ្យមីយ៉ាន់ម៉ាចូលវិលវិញនៅក្របខ័ណ្ឌអាស៊ានទោះបីជាលក្ខខណ្ឌមិនទាន់ពេញក៏ដោយតើហេតុអ្វី បាទលោកពូប៉ុណ្ណាដោយសារក្មួយគ្រប់គ្រងក្រុមឧទាមដាច់ទឹកដីនៅម្ដុំភូមាដូច្នេះហើយភូមារវៃក្មួយឥឡូវក្មួយទៅជួបរដ្ឋមន្ត្រីការបរទេសភូមាទោះជាមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏ប៉ុន្តែវាបានកើតឡើងទៅហើយប្រសិនបើមីយ៉ាន់ម៉ាចូលរួមវិញក្មួយត្រូវបន្តសន្ទនានិងសម្របសម្រួលនិងដំណើរការសន្តិភាពព្រោះថាដីនៅម្ដុំដាច់ខ្លួននោះគឺក្មួយបានយកជោគជ័យទៅហើយវាគឺជាផ្លូវទីមិនមែនផ្លូវតែមួយទេហើយចង់ឃើញសន្តិភាពប្រកបដោយចីវរភាពជាមួយប្រទេសជិតខាងតែជាមួយកម្ពុជាអូនសង់ជញ្ជាំងខ្ពស់ហើយជាមួយភូមាអូនខ្លាចភូមាយកដីវិញអញ្ចឹងបញ្ញាប់នាំភូមាចូលអាស៊ានវិញ វ៉ាវអូខេក្មួយអញ្ចឹងសូមអរគុណដល់ក្មួយដែលបានចូលរួមជាមួយនឹងកម្មវិធីយើងផងដែរថ្ងៃក្រោយក៏មកទៀតណាកុំឲ្យលក់មុខកម្មវិធីពូកម្មវិធីអូខេក្មួយហ្នឹងហើយទៅផ្ទះចុះក្មួយណាសំណាងល្អហោះស្រួលបួលប្រយ័ត្នធ្លាក់ បាទពូអូនលាសិនហើយបាយពូជួបគ្នាលើកក្រោយអូនទៅប្រាប់ប៉ាអូនជោគជ័យហើយ បាទសួស្តីបងប្អូនសម្រាប់បងប្អូនដែលចង់ទិញស្បែកជើង24កក្កដាដែលជាស្បែកជើងនៃការចងចាំរបស់កម្ពុជាហើយនិងថៃហើយថ្ងៃទី24កក្កដាគឺជាថ្ងៃដែលថៃបានលើកទ័ពវាយប្រទេសកម្ពុជាដូច្នេះហើយបើសិនជាបងប្អូនណាចង់ទិញអាចតាក់ទងមក admin បានហើយសម្រាប់បងប្អូនណាដែលចង់ប៉ាវកាហ្វេ admin អាចដាក់តាម QR នេះបានចាំ admin ដាក់ QR ជូន